បន្ទាប់ពីបានចុះពិនិត្យស្ថានភាពតាមព្រំដែនកម្ពុជាថៃនឹងជួបពលរដ្ឋខ្មែររងគ្រោះដោយផ្ទាល់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីអំពីសិទ្ធិមនុស្សនៅកម្ពុជាលោក Tom Andrews នៅថ្ងៃទី31ខែកក្កដាឆ្នាំ2026បានវិតម្លៃថាប្រជាពលរដ្ឋខ្មែរដែលភៀសសឹកដោយសារចំនួនប្រដាប់អាវុធជាមួយនឹងយោធាថៃមានសិទ្ធិវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញតាមច្បាប់អន្តរជាតិការបញ្ជាក់ពីភាពស្របច្បាប់របស់ពលរដ្ឋខ្មែរនេះត្រូវបានយល់ឃើញថាក៏ជាការបង្ហាញអំពីភាពខុសច្បាប់របស់ថៃនៅក្នុងការកាន់កាប់ទឹកដីខ្មែរហើយចោទសំណួរថាតើថៃមានអ្វីបកស្រាយទៀតក្នុងសេចក្តីថ្លែងការណ៍បិទកញ្ចប់បេសកកម្មរយៈពេល2សប្តាហ៍នៅកម្ពុជាលោក Thomas Andrews បានបញ្ជាក់យ៉ាងដូចនេះថាតាមច្បាប់អន្តរជាតិជនភៀសខ្លួនដោយសារចំនួនប្រដាប់អាវុធមានសិទ្ធិវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញកិច្ចព្រមព្រៀងបទឈប់បាញ់ចូលថ្ងៃទី27ខែធ្នូឆ្នាំ2025រវាងថៃនិងប្រទេសកម្ពុជាបានចែងថាប្រជាពលរដ្ឋស៊ីវិលត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងនិងប្រកបមុខរបរចិញ្ចឹមជីវិតរបស់ខ្លួនវិញដោយសុវត្ថិភាពនិងគ្មានការរារាំងវាពិតជាចាំបាច់ដែលប្រទេសទាំងពីរត្រូវធ្វើការរួមគ្នាដើម្បីពន្លឿនការវិលត្រឡប់របស់ប្រជាពលរដ្ឋដែលភៀសខ្លួនពួកគេត្រូវការវិលត្រឡប់ទៅផ្ទះសម្បែងហើយពួកគេស័ក្តិសមនឹងបានវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញលោក Andrews បានជួបគ្រួសារខ្មែរជាច្រើនដែលរៀបរាប់ពីស្ថានភាពរបស់ខ្លួនទាំងទឹកភ្នែកអំពីការបាត់បង់ផ្ទះសម្បែងការទម្លាក់គ្រាប់បែកនិងការឈូសឆាយលំនៅឋានរបស់ពួកគេក្នុងនោះផងដែរមានប្រជាពលរដ្ឋជាង 20,000 នាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបានទេលោក Andrews ថ្លែងដូចនេះខ្ញុំបាននិយាយជាមួយប្រជាពលរដ្ឋស៊ីវិលដែលបានប្រាប់ខ្ញុំថាពួកគេមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញបានទេព្រោះភូមិរបស់គេកំពុងស្ថិតនៅក្នុងការកាន់កាប់របស់ទាហានថៃខ្ញុំបានធ្វើដំណើរទៅដល់ចុងបំផុតនៃទីប្រជុំជនជាប់ព្រំដែនមួយហើយបានឃើញរបាំងនិងបន្លាលុះដែលរារាំងពលរដ្ឋរួមទាំងអ្នកដែលខ្ញុំបានជួបជជែកជាមួយផងមិនអោយវិលត្រឡប់ទៅផ្ទះរបស់ខ្លួនគេវិញទេខ្ញុំបានឃើញផ្ទះដែលពោពេញទៅដោយស្នាមគ្រាប់កាំភ្លើងនិងឃ្លាំងដែលត្រូវបំផ្លាញព្រមទាំងគ្រាប់ផ្លោងមិនទាន់ផ្ទុះមួយគ្រាប់នៅក្នុងគំនរបាក់បែកទាំងនោះផងដែរចំនួនប្រដាប់អាវុធរវាងកម្ពុជានិងថៃនៅចុងឆ្នាំ2025បានបង្ខំឲ្យប្រជាពលរដ្ឋខ្មែរ60,000 នាក់ភៀសខ្លួនចេញពីតំបន់ព្រំដែនបន្ទាប់ពីបទឈប់បាញ់ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025កងទ័ពថៃនៅតែបន្តកាន់កាប់តំបន់ជាច្រើននៅក្នុងខេត្តឧត្តរមានជ័យព្រះវិហារបន្ទាយមានជ័យនិងខេត្តពោធិ៍សាត់ព្រមទាំងដាក់កុងតឺន័រនិងបន្លាលុះរារាំងប្រជាពលរដ្ឋខ្មែរមិនឲ្យវិលត្រឡប់ជួបផ្ទះវិញបានទេភាគីថៃអាងថានោះគឺជាទឹកដីរបស់ខ្លួនដោយផ្អែកទៅលើផែនទីឯកតោភាគីហើយមួយឆ្នាំហើយថៃមិនព្រមចូលតុចរចាវាស់វែងព្រំដែននោះទេរហូតមកដល់ពេលនេះភាគីថៃមិនទាន់មានប្រតិកម្មចំពោះការលើកឡើងរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិនៅឡើយទេបើទោះបីជាយ៉ាងណាក៏ដោយលោក Tom Andrews និយាយថាលោកបានប្រមូលភស្តុតាងឯកសារផ្សេងៗអង្គហេតុផ្សេងៗសម្រាប់រាយការណ៍ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិរួចរាល់ទៅហើយបាទអានេះគឺជាពលិថ្មីមួយសម្រាប់បងប្អូនពិសិដ្ឋដែលបាត់បង់ទឹកដីដោយសារយោធាថៃបានកាន់កាប់នោះគឺឃើញថាយើងមានសង្ឃឹមខ្លះទៅហើយបងប្អូនបាទហ្នឹងបងប្អូនទាំងអស់នេះដែលបានស្ដាប់នៅការអានជូនព័ត៌មានហើយបើសិនជាពេញចិត្តកុំភ្លេចជួយ Subscribe និងរូបឡើងដើម្បីទទួលបានព័ត៌មានថ្មីៗជាបន្តបាទសូមអរគុណ